ប្រសិនបើអ្នកដើរលើមីនប្រតិកម្មដំបូងគឺត្រូវរក្សាភាពស្ងៀមស្ងាត់ខុសពីក្នុងខ្សែភាពយន្តមីនភាគច្រើនផ្ទុះភ្លាមនៅពេលដែលអ្នកដើរជាន់វាមិនមែននៅពេលអ្នកលើកជើងដើរចេញនោះទេអ្វីដែលអ្នកត្រូវធ្វើប្រសិនបើអ្នកសង្ស័យថាបានដើរជាន់មីនសូមរក្សាភាពស្ងៀមស្ងាត់ការភ័យស្លន់ស្លោអាចនាំឲ្យអ្នកធ្វើការសម្រេចចិត្តខុសឬរើខ្លួនដោយមិនបានប្រុងប្រយ័ត្នដើរថយក្រោយតាមគន្លងជើងរបស់អ្នកធ្លាប់ដើរមកប្រសិនបើអ្នកគិតថាបានបោះជំហានចូលទៅក្នុងតំបន់មីនសូមព្យាយាមដើរថយក្រោយដោយប្រុងប្រយ័ត្នតាមផ្លូវដែលអ្នកធ្លាប់ដើរមកមើលទៅក្រោយនៅពេលអ្នកដើរហើយដាក់ជើងរបស់អ្នកយឺតនៅកន្លែងដែលអ្នកធ្លាប់ដើរមកប្រសិនបើអ្នកអាចធ្វើបានកុំបត់ដងខ្លួនរបស់អ្នកការបត់ដងខ្លួនបណ្ដាលឲ្យអ្នកបាត់បង់លំនឹងឬបោះជំហានទៅកន្លែងដែលគ្រោះថ្នាក់ប្រសិនបើអ្នកមិនប្រកាសថាអ្នកបានបោះជំហាននៅទីណាហើយអ្នកមិនហ៊ានរើខ្លួនចេញសូមកុំប្រថុយហៅរកជំនួយឬឲ្យអ្នកដទៃដែលនៅក្បែរនោះធ្វើដូច្នេះប្រសិនបើអ្នកនៅម្នាក់ឯងហើយមានទូរស័ព្ទដៃសូមហៅរកជំនួយកុំប្រើវិទ្យុទំនាក់ទំនងលុះត្រាតែចាំបាច់បំផុតព្រោះសញ្ញាវិទ្យុអាចបណ្ដាលឲ្យមីនមួយចំនួនផ្ទុះដោយចៃដន្យកុំព្យាយាមរត់គេចឬព្យាយាមរើខ្លួនចេញដោយខ្លួនឯងលុះត្រាតែអ្នកដឹងច្បាស់ពីអ្វីដែលអ្នកកំពុងធ្វើការរត់អាចបង្កើតហានិភ័យនៃការផ្ទុះមីនផ្សេងទៀតចំណុចសំខាន់ដែលត្រូវដឹងមីនប្រឆាំងរថក្រោះត្រូវការសម្ពាធខ្លាំងដើម្បីបំផ្ទុះជាធម្មតាពី100គីឡូក្រាមដូច្នេះវាមិនត្រូវបានបង្កឡើងដោយការបោះជំហានរបស់មនុស្សនោះទេមីនប្រឆាំងមនុស្សត្រូវបានរចនាឡើងដើម្បីផ្ទុះដោយសម្ពាធរបស់មនុស្ស